សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃទី22ខែ10ឆ្នាំ2025គឺជាខួបមរណភាពរយៈពេល1ឆ្នាំរបស់អ្នកម្ដាយរបស់នាងខ្ញុំថ្ងៃនេះនាងខ្ញុំប្តីបានមកវត្តដើម្បីប្រារព្ធពិធីបង្សុកូលជូនដល់អ្នកម្ដាយសែមសរឿនអញ្ចឹងជាឱកាសដែលនាងខ្ញុំបង្ហាញពីទស្សនវិជ្ជាខ្លះៗនៅក្នុងវត្តនេះជាទស្សនវិជ្ជាខ្លះៗនៅក្នុងវត្តទីធ្លាវត្តហើយក៏ដូចជាបានឃើញពីទស្សនវិជ្ជាប្រសស្អាតនិងមានអារម្មណ៍ថាមានសន្តិភាពនិងសេចក្តីសុខពុកម៉ែបងប្អូនដោយសារតែពេលណាដែលនាងខ្ញុំបានមកវត្តគឺនាងខ្ញុំដឹងថាការធ្វើអំពើល្អក៏ដូចជាការយកចង្ហាន់មកប្រគេននៅវត្តគឺយើងអាចជាការរលឹកគុណក៏ការចែកចាយបុណ្យទៅដល់អ្នកមានគុណចដូនចតាដែលបានចែកឋានទាំងខាងប៉ាខាងម៉ែអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងក៏ដូចជាមានឱកាសដើម្បីមកជួបនៅពុទ្ធបរិស័ទចំណុះជើងវត្តដែលគាត់មកកាន់វេនផងដែរអញ្ចឹងបានមកជួបពួកគាត់ស្ដាប់ពីសាច់រឿងរបស់ពួកគាត់ក៏ដូចជាការចែកចាយទាំងអស់ហើយក៏ដូចជាការជួយគ្នារៀបចំចង្ហាន់ជូនដល់ព្រះសង្ឃផងដែរពុកម៉ែបងប្អូននាងខ្ញុំពិតជាមានអារម្មណ៍រីករាយដូចជាប្តីរបស់ខ្ញុំផងដែរដែលគាត់គាំទ្រទោះបីជាគាត់ជាជនជាតិគេមែនប៉ុន្តែគាត់ស្រឡាញ់វប្បធម៌ខ្មែរដូចជាសាសនាព្រះពុទ្ធផងដែរអញ្ចឹងនាងខ្ញុំនិងប្តីមានឱកាសបានមកវត្តដែលនាងខ្ញុំបង្ហាញពុកម៉ែបងប្អូននេះរយៈពេល2ដងហើយពុកម៉ែបងប្អូនហើយទទួលបានបរិសុទ្ធល្អមែនទែនដោយសារតែព្រះអង្គដែលគង់ចៅអធិការដែលគង់នៅក្នុងវត្តហ្នឹងគឺមានភាពរស់រាយរាក់ទាក់ដោយសារតែពីមុនគឺនាងខ្ញុំមានភាពមមាញឹកច្រើនអញ្ចឹងអត់សូវបានទៅវត្តញឹកញាប់ទេតែឥឡូវនេះក៏មានឱកាសបានទៅវត្តមួយខែម្ដងពុកម៉ែបងប្អូនដើម្បីអាចធ្វើអំពើល្អក៏ដូចជាការចែកចាយបុណ្យទានដែលយើងបានធ្វើនឹងដល់ជីដូនជីតាកុមារនាងខ្ញុំពិតជាមានអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលរួមទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត